ក៏តាំងពីគឺកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយកាលពីយប់មិញនេះ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយទៀតបន្ទាប់ពីជួយឲ្យក្រុមបញ្ញខាប៉ូទុយហ្គាល់វាយបកតាមស្មើទៅលើក្រុមជម្រើសជាតិហុងគូរីកាលពីយប់មិញនេះសួស្តីប្រិយមិត្តអ្នកស្ដាប់ Channel Podcast វិភាគកីឡាទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះដែរប្រធានបទរបស់យើងរឿងខុសប្លែកពីរដងបន្តិចដែលរដងខ្ញុំធ្វើវីដេអូបែបវិភាគប៉ុន្តែថ្ងៃនេះយើងមកតាមដានព្រឹត្តិការណ៍កីឡាករវិញម្ដងខ្ញុំនឹងបែងចែក playlist ជា3ប្រភេទគឺប្រភេទទី1វិភាគកីឡាប្រភេទទី2ព្រឹត្តិការណ៍កីឡានិងជាចុងក្រោយគឺរឿងរ៉ាវកីឡាការប្រយុទ្ធមិញនេះគឺជាការប្រកួតប៉ះគ្នារវាងក្រុមជម្រើសជាតិបញ្ញខាប៉ូទុយហ្គាល់តជាមួយនឹងក្រុមជម្រើសជាតិហុងគ្រីក្នុងវគ្គជម្រើស World Cup Qualify ក្នុងដំណើរឆ្ពោះទៅលេងក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ2026ខាងមុខនេះគ្រាន់តែបើចេញពីជើងភ្លាមក្រុមជម្រើសជាតិហុងគ្រីបានធ្វើការដាក់សម្ពាធទៅលើក្រុមជម្រើសជាតិប៉ូទុយហ្គាល់យ៉ាងខ្លាំងដែលនៅក្នុងតោនទី1នៅត្រឹមតែនាទីទី8តែប៉ុណ្ណោះកីឡាករ Alila Salai បានធ្វើការតាត់ស៊ើបបញ្ចូលទីណាមកមុនមួយគ្រាប់ទៅលើក្រុមរបស់កីឡាករ Cristiano Ronaldo នៅក្នុងតោនទី1ដដែលកាពីតាំងក្រុម Cristiano Ronaldo ក៏បានធ្វើការវាយបកតាមស្មើវិញ1-1នៅនាទីទី22និងក្របបាល់ទី2កាត់ឡើងនៅនាទីទី45-3លុះឈានចូលដល់ក្នុងតង់ទី2សភាពការនៅលើទីលានវាយស្មើកាន់តែឡើងកម្ដៅយ៉ាងខ្លាំងដែលក្រុមទាំងសងខាងបានធ្វើការដាក់សម្ពាធទៅលើគ្នាទៅវិញទៅមករហូតឈានចូលដល់នាទីទី90+1កីឡាករ Dominic Soboslai បានធ្វើការស៊ុតមួយគ្រាប់តាមស្មើវិញដែលបញ្ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមតែលទ្ធផល2-2តែប៉ុណ្ណោះបន្ទាប់ពីការបញ្ចប់ការប្រកួតការប្រយុទ្ធមិញនេះអតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United Cristiano Ronaldoបានបង្កើតកំណត់ត្រាថ្មីខ្ល้ายជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងវគ្គជម្រើសនៃពានរង្វាន់ FIFA World Cup ខាងក្រោមនេះគឺជាចំណាត់ថ្នាក់របស់កីឡាករទាំង10រូបដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងវគ្គជម្រើសប្រចាំនៃពានរង្វាន់ FIFA World Cup ទី10គឺកីឡាករ Karim Benzema រកបាន28គ្រាប់ក្នុងចំណោម29ប្រកួតទី9គឺកីឡាករ Chris Wood រកបាន29គ្រាប់ក្នុងចំណោម31ប្រកួតទី8គឺកីឡាករ Sada Asmod រកបាន29គ្រាប់ក្នុងចំណោម41ប្រកួតទី7គឺកីឡាករ Eden Chico រកបាន29គ្រាប់ក្នុងចំណោម42ប្រកួតទី6គឺកីឡាករ Luis Suarez រកបាន29គ្រាប់ក្នុងចំណោម64ប្រកួតទី5គឺកីឡាករ Robert Lewandowski រកបាន33គ្រាប់ក្នុងចំណោម42ប្រកួតទី4គឺកីឡាករ Ali Adeye រកបាន35គ្រាប់ក្នុងចំណោម51ប្រកួតទី3គឺអតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺកីឡាករ Lionel Messi រកបាន36ប្រកួតក្នុងចំណោម72ប្រកួតទី2គឺកីឡាករ Carlos Ruiz រកបាន39គ្រាប់ក្នុងចំណោម47ប្រកួតនិងជាចុងក្រោយគឺខ្សែប្រយុទ្ធសញ្ជាតិប៉ូទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករតាមអ្នកកូដដែលបំបែកកំណត់ត្រាក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងវគ្គជម្រើសនៃពានរង្វាន់ FIFA World Cup រហូតដល់41គ្រាប់ក្នុងចំណោម51ប្រកួតឯណោះបន្ទាប់ពីការបញ្ចប់ការប្រកួតរវាងក្រុមបញ្ញខាប៉ូទុយហ្គាល់ទៅជាមួយនឹងក្រុមជម្រើសជាតិហុងគ្រីមានរឿងរ៉ាវជាច្រើនដែលត្រូវបានបណ្ដាញអ្នកសារព័ត៌មានជីកកកាយយកមកបង្ហាញដល់សាធារណជនឲ្យបានដឹងផងដែរដែលរឿងទី1នោះគឺខ្សែបំរើរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Dominic Soboslai បានប្រាប់អ្នកសារព័ត៌មានដឹងយ៉ាងដូចគ្នាថាកាលពីឆ្នាំ2009លោកគេគ្រាន់តែជាក្មេងម្នាក់ដែលឈរនៅក្បែរកីឡាករ Cristiano Ronaldo តែប៉ុណ្ណោះលុះរយៈពេល15ឆ្នាំក្រោយមកលោកគេបែរជាមានឱកាសលេងតទោជាមួយនឹង idol របស់គេទៅវិញហើយអ្វីដែលធ្វើឲ្យលោកកាន់តែសប្បាយចិត្តជាងនេះទៅទៀតនោះគឺថ្ងៃនេះលោកគេបានសុទ្ធតាមស្មើក្របបាននៅចុងម៉ោងជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនមានឱកាសឡើងទៅលេងនៅវគ្គបន្តនៅក្នុងពានរង្វាន់ FIFA World Cup ថែមទៀតផងហើយរឿងដែលលោកនឹងចង់ចាំឲ្យមួយចំណុចនោះគឺលោកបានទទួលបានអាវពីខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែររឿងទី2នោះគឺកីឡាករ Lionel Messi ក៏បានបំបែកកំណត់ត្រាខ្លាចជាកីឡាករតែម្នាក់គត់នៅលើលោកដែលគាត់បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់គាត់ស៊ុតបញ្ចូលទីរហូតដល់398 FC ក្នុងចំណោម1129ប្រកួតនិងបានក្លាយជាកីឡាករតែម្នាក់គត់ដែលរកបាន60 assist ក្នុងពានរង្វាន់ International Football ខាងក្រោមនេះគឺជាកីឡាករទាំង10រូបដែលមាន assist ច្រើនជាងគេប្រចាំ International Football ទី10គឺកីឡាករ David Beckham រកបាន36 assist ក្នុងការបង្ហាញខ្លួនចំនួន115ប្រកួតទី9គឺកីឡាករ Mesut Ozil រកបាន36 assist ក្នុងការបង្ហាញខ្លួនចំនួន92ប្រកួតទី8គឺកីឡាករ Pele រកបាន47 assist ក្នុងការបង្ហាញខ្លួនចំនួន92ប្រកួត
ទី7គឺកីឡាករ Cristiano Ronaldo រកបាន49អាស៊ីសក្នុងការបង្ហាញខ្លួនចំនួន225ប្រកួតទី6គឺកីឡាករ Kevin De Bruyne រកបាន49អាស៊ីសក្នុងការបង្ហាញខ្លួនចំនួន107ប្រកួតទី5គឺកីឡាករ Sandro Kosic រកបាន50អាស៊ីសក្នុងការបង្ហាញខ្លួនចំនួន68ប្រកួតទី4គឺកីឡាករ Ferenc Puskás រកបាន53អាស៊ីសក្នុងការបង្ហាញខ្លួនចំនួន85ប្រកួតទី3គឺកីឡាករ Neymar Jr រកបាន57អាស៊ីសក្នុងការបង្ហាញខ្លួនចំនួន126ប្រកួតទី2គឺកីឡាករ Sandon Donovan រកបាន58អាស៊ីសក្នុងការបង្ហាញខ្លួនចំនួន157ប្រកួតនិងជាចុងក្រោយគឺកីឡាករ Lionel Messi រកបាន60អាស៊ីសក្នុងការបង្ហាញខ្លួនចំនួន195ប្រកួតសរុបមកវិញគាត់ទាំងពីរទាំងកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi សុទ្ធសឹងតែបានបំបែកកំណត់ត្រាដូចគ្នាក្នុងពេលតែមួយដែល Cristiano Ronaldo បានបំបែកកំណត់ត្រាក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅលើលោកចំណែកឯកីឡាករ Lionel Messi វិញបានក្លាយជាកីឡាករតែម្នាក់គត់នៅលើលោកដែលបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុបបញ្ចូលទីបានច្រើនជាងគេផងដែរដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាពានរង្វាន់ FIFA World Cup សម្រាប់ឆ្នាំ2026ខាងមុខនេះគឺជាការប្រកួតជាលើកចុងក្រោយសម្រាប់គាត់ទាំងពីរហើយអ្វីដែល fan fight រំពឹងនិងសង្ឃឹមទុកនោះគឺថាពួកយើងចង់ឃើញកីឡាករ Cristiano Ronaldo ឈ្នះពានរង្វាន់ World Cup ឆ្នាំ2026ខាងមុខនេះមុននឹងគាត់ចូលនៅវត្តពីបាល់ទាត់ព្រោះអីគាត់បានឈ្នះពាននិងឈ្នះអ្វីៗគ្រប់យ៉ាងមកអត់ទៅហើយនៅឡើយតែពានរង្វាន់ FIFA World Cup មួយទៀតតែប៉ុណ្ណោះមុននឹងបញ្ចប់អេពីសូតនេះទៅខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាយកគំរូតាមកីឡាករ Dominic Salai ដែលកីឡាកររូបនេះគឺជាអ្នកគាំទ្រយ៉ាងងប់ងល់របស់កីឡាករ Cristiano Ronaldo តាំងពីក្មេងមកម្លេះហើយគាត់បានខិតខំអភិវឌ្ឍខ្លួនឯងយ៉ាងខ្លាំងរហូតមានឱកាសលេងតទល់ជាមួយនឹង idol របស់ខ្លួនហើយថែមទាំងទទួលបានអាវពី Cristiano Ronaldo ថែមទៀតផងជាចុងក្រោយបើសិនបើអ្នកទាំងអស់គ្នាចូលជិះវីដេអូរបស់ខ្ញុំសូមអ្នកទាំងអស់គ្នាកុំភ្លេចចុច like ចុច comment ចុច subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូបន្ថែមសូមអរគុណជួបគ្នានៅវីដេអូក្រោយ